ក្រុមកម្ពុជានឹងអង្គររបស់យើងនៅ first pick ដូចជា second pick ទៅកាន់ប្រទេសឡាវបាទភ្លាមជួយនឹងការបាត់ផវាក៏ដូចជាបាគីតូបាទកលូក៏ទៅដូចគ្នាអូនេះចង់ក្រោយគេមិញនេះភឿងសាសំសាយបាទអាយ៉ាយើងមិនសិតតែ hero ដែលធ្វើឲ្យ Frederick នឹងបាក់ស៊ីអន់បាទគឺដូចជាអាកាយអន់ដូចគ្នាបាទសិតតែ hero ដែលធ្វើឲ្យអ្នកបើកមុខរបស់យើងមិនតាន់តែអាច first pick អាឡុតអ៊ីអាឡុតមិញកងលេងទៀតហ៎ព្រោះមេតាឥឡូវបើសោះអាកាយទៅជាងអាឡុតតែបើយើង first pick អាឡុតធំតែអាកាយយកទៀតតែម្ដងបាទចាំមើលជើស៊ីណូសាមកណូMarcel Gunivia Freya អូយមានអារម្មណ៍ថា Pavin បានលេង Freya ឯងមើលទៅបាទនៅសល់ហេរ៉ូច្រើនវគ្គនេះបាក់ស៊ីក៏នៅដូចគ្នាផងដែរ Marcel Fred ចង់ដូរទម្រង់លេងបាទបាក់ស៊ីអាកៃទុកម្នាក់មួយហ្មងទៅខ្ញុំយកអាកៃមុនដែរត្រឹមត្រូវបង Cloud អត់ទេ Cloud Pavin អូយើងសល់ហេរ៉ូច្រើនបងបាទនេះចង់បាកាយមុនបាទGunivia ឥឡូវដល់អត់ពេញនិយមណាព្រោះគូមុនហ្នឹងមានការទុក Gunivia តានមានអ្នកយកទៅគ្នាបាទ Freya Marcel សិតតែជារោធំ Cloud ក៏អាច first pick បានអាកាយក៏ធំដូចគ្នា Freya បាទ Marcel អត់ឬក៏ Cloud សម្រាប់ Pavin បាទ Cloud Marcel អាកាយ3រោហ្នឹងសម្រាប់លោកគ្រូណាកាតើលោកគ្រូចង់បានហេរ៉ូមួយណាមុនគេបាទឲ្យទៅទាដំឬក៏ញ៉ែមចន្ទវណ្ណឬក៏កែវផាវិនបាទ Cloud ក៏ចំណេញអាកាយក៏ធំបាទកីឡាករឡាវនេះសិតតែធ្លាប់មកកម្ពុជាបើយើងការកន្លះឆ្នាំមកណាបាទលេងក្នុង tournament Express Mekong Valley Invitational បាទ Cloud first pick តែប៉ុណ្ណេះ God យើងអត់លេងមានអ្នកដេញទេបាទមិញអ្នកដេញ God ដឹងម៉ាននេះអត់ Cloud ឈូ Benedetta ហ្នឹងហើយ3 hero ប៉ុន្តែឈរវាយធម្មតាអត់មានចាយ flick បាទបាទនិយាយទៅposition ក្នុងការឈរហ្នឹងមក Alti Bennett ហ្នឹងសល់មួយគ្រាប់ស្រូវដល់ហ្នឹងបាទប៉ុនស្មានមែនតើជាមួយនឹង Alti របស់ Bennett ក្នុងការបញ្ចេញ damage ពីច័ន្ទមករាបាទល្អមែនតើបាទចាំមើលវគ្គនេះនឹងទៅជាងណាចាប់វគ្គនេះយើងនឹងសល់ជំនួបមួយទៀតជាមួយនឹងឥណ្ឌូនេស៊ីហើយនឹងការជួបជាមួយនឹង line up អង្គរវរីរបស់យើងក្នុងការប្រកួត ENC នៅចុងឆ្នាំនេះដូចគ្នាបាទឥឡូវមកឲ្យ10ពិកពីខាងឡាវអាកាយក៏ដូចជា If មកដូចគ្នាអាកាយ YVE ឥឡូវលោកគ្រូណាកាកំពុងតែនិយាយមួយច័ន្ទដាវ៉ាន់បើសិនជាពិកបាក់ស៊ីឥឡូវខំអាកាយគេពិក Gunivia ឥឡូវធំជាអាកាយគេតែធំអីស្មើគ្នាគ្រាន់ថាបើយើងកវីគេក៏គេបាក់កាយដែរពងបញ្ចូលលោកគ្រូវិញតែបើសិនជាយើងចាំបើក LT ដើម្បីកាត់តកាយ retreat រៀងខ្លួនតែប្រចាំ last pick ហាយ៉ាហ្មងល្អជាងព្រោះហាយ៉ាវាយពីរ៉ូនេះចូលធម្មតាអាកាយអត់បើណាហាយ៉ាព្រោះយើងកោបាត់ហើយវាយដល់ YV ទៀតឥឡូវបើពិកចាំក៏ឥឡូវខ្ញុំចង់បាន Gunivia តែបើសិនជា last pick យកហាយ៉ាល្អជាងបាទតោះដាក់មកហើយមកអាឡុត God let's go មួយទៀត God Marcel បាទ God Marcel ក៏បាន God User let's pick ហើយយ៉ាងអញ្ជើញ Ben Baxi ហើយនឹង Gunivia អញ្ជើញបាទតោះចាំមើលជាមួយនឹងខាងប្រទេសឡាវអាចនឹង pick slot ទី3ទៅលើ Masman ហើយដែរទេបាទយើងឃើញមិញមាត់លោកគ្រូណាកាក៏ដូចជាច័ន្ទដាវ៉ាន់គឺថាញាប់ឆ្អេយកហ្មងបាទអូពិភាក្សាគ្នាដល់ហើយតើអូកុំតន់ឲ្យយកឥឡូវមកយកគូវាអត់ធំតាចាំ last pick បាទអូអាឡុតគេមកដូចគ្នាជាមួយអាឡុតអាកៃកបោយកមកណាព្រោះថាអាកៃមួយ YVE ត្រូវគ្នាទេពេលអាកៃប៉ើង YVE បន្តអត់ចាំទេតែបើអាកៃប៉ើងយ៉ាងណាក៏អាឡុតចាក់បានដូចគ្នាបាទចាក់តាមទៅរហូតបាទបាឡារេកក៏មានការបាត់ចោលដូចគ្នាផងដែរពីខាងប្រទេសឡាវចំគេអាចនឹង ban មកធាតាមក slot បន្ទាប់ណាហារិតបាទមកធាតាអេតឡាពីហ្នឹងសិតតែជារ៉ូល្អនៅក្នុងការ counter អាកៃបាទព្រោះយើងមានមកធាតាយើងទាញគ្នាចេញមកវិញបានហើយបើសិនជាយើងមានអេតឡាក៏អាចបោកអាកៃទាំងអាកៃកំពុងកៃបានដែរបាទព្រោះអេតឡាវាបោក alti ខ្លួនវាមាសអេយុនសម្រាប់ Marcel ក៏អាច golden hour stop កកនៅនឹងដែរ Yes sir បាទរូបភាពនេះខ្ញុំគិតថាអាចនឹង Marcel សម្រាប់ប្រទេសកម្ពុជា Gunivia អញ្ជើញ Ben បាទខ្ញុំក៏មិនយកបាក់ស៊ីដែរលេងហាយ៉ាទេបាទតែបើលេងហាយ៉ាទៅតើគួរបើយើងលេងហាយ៉ាតើយើងលេងរ៉ូមើជាបើកខ្សាច់ព្រ
ព្រោះអត់មានអ្នកបើកមុខ ហ្នឹង រមមើលបើកខ្សាច់ឥឡូវយើងអស់បែរិកតែយើងសល់កតោនឹងហើយឡោះ បាទ បាទសិតតែរមមើលឈៀប10000 10000 បាទវគ្គនេះបើតលេបមកមើលជាមួយនឹង Atlas ក៏អាចមានភាគរយដែរតែខ្ញុំគិតថាបាក់សៀសម្រាប់ញ៉ាំច័ន្ទវ៉ាន់ Atlas សម្រាប់ទីឧត្តម បាទតែបើ Atlas វាបានតាន់ប៉ុន្តែវាជា roamer one shot បើសិនជាយើងយក Atlas ទៅបើកមុខវាតាន់អត់សូវគ្រប់គ្រាន់ហើយបើគេមាន map Atlas បាក់បោក បាទ ឥឡូវ flexible កតោក៏បានហើយលោះក៏បានចាំងក៏លេងហើយយ៉ា យ៉ា តែបើសិនជាចាំងក៏លេងបាក់សៀ roamer លេង damage វិញ បាទចាំមុនមើលទាំងអស់គ្នា Khalid X ក៏សល់ផងដែរបែរនេះគេអត់ទាន់ចេញអូគេចាំងក៏គេចេញហ៎បាកៃ យ៉ាបើបាក់សៀខ្ញុំឆ្លាញ់បាក់សៀមកទៀតដែរតែបើសិនជាកតោហើយយ៉ាឡោ ចុះបាក់សៀមកទៀតដែរបាក់សៀ rotation បាននេះហ្នឹងបង បាទអូបារ៉ាត់ចាំងលើអូ យ និយាយនៅក្នុង live ឡើងឆ្អែតភ្លេចនិយាយនៅក្នុងទួតែបាននិយាយហ្នឹងនៅពេលដែលកៃបាកៃបារ៉ាត់ចេះតែអាល់ទីមកអីមញូនកៃកែតប៉ើទេ បាទ លេបបារ៉ាត់យកហ្មងហើយនៅពេលដែលលេបបារ៉ាត់ខ្ជាក់មកវិញដាច់កៃយកហ្មង បាទ តែបើសិនជាយើងលេបបារ៉ាត់មុនបារ៉ាត់អត់ទាន់បាកៃ លេបកៃលេបអកៃ លេបអាកៃពេលអាកៃអត់ទាន់បាកៃពេលអាកៃពងហោះហ្នឹងគេចុចកៃដាច់ដូចគ្នា បាទ អាល់ទី2ហ្នឹងណាគេអ្នកដាក់មុនអ្នកនឹងអ្នកខាតបាទ បាទឥឡូវចេញមកឲ្យពីលោកគ្រូណាកាមុនហ្នឹងដាក់បារ៉ាត់ experience ឡើងឥឡូវដាក់បារ៉ាត់ចាំងកលើម្ដង អើយអានិយាយក្នុង live អានិយាយក្នុងទួទៀត ប្រាប់ថាបារ៉ាត់ឥឡូវលេងបានហើយ counter អាកៃហើយខ្ញុំនិយាយ hero counter បារ៉ាត់ហើយមួយទៀតនៅក្នុងមេតាក្រោយនេះសម្រាប់ counter បារ៉ាត់បើយើងចង់ counter ហ្មងមានតែ2ឯង Hanzo ហើយនិង hero ដែលគេលេងសេរីច័ន្ទគឺសុន បាទ សុនចាំងក៏ បាទ វាយបារ៉ាត់ផុយដូចកដាបាទ ហើយណាមួយបារ៉ាមានលេងមួយសុនទៀត បាទ និយាយទៅចេញតែកាត់ឈាមមកដក defend មកអស់ តែ អី passive សុនវាយដាច់ defend បារ៉ាត់បាត់ហើយហ្នឹង ហ្នឹងហើយ តែជាមួយគេលេងដល់ hero ទាំងអស់ហ្នឹងអត់ឥឡូវនេះមានការ hack hero គ្នាទៅវិញទៅមកដូចគ្នាបើអាកៃនៅតែចាញ់បារ៉ាត់របស់លោកគ្រូណាកា បាទ ទៅសើទៅដល់លោកគ្រូណាកាមែនតើត្រាវនេះគឺចិត្តល្អមែនតើហើយយើងនឹងតាមមើលដូចគ្នាថាតើការ perform របស់សមាជិកទាំង5នឹងនាំមកនៅរូបភាពអីជូនមកកាន់វគ្គទី1មួយនេះ បាទបាទចឹងឥឡូវយើងបានជាមួយនឹងការបញ្ចប់តារាភិកវគ្គទី1នៃគូទី2របស់យើងរវាងប្រទេសកម្ពុជាប៉ះគ្នាជាមួយនឹងប្រទេសឡាវផងដែរបាទសូមផ្ដល់កម្លាំងចិត្តឲ្យក្រុមកម្ពុជាសូមសម្លេងហូមួយមកបាទអ្នកគ្រប់ត្រូលនៅក្នុង hall ឥឡូវហូចង់បាយ hall ហើយបាទចឹងជាមួយនឹងការ farm នៅដើមម៉ោងចេញពីវត្តមានរបស់ញ៉ែមច័ន្ទវណ្ណក៏ដូចជាស៊ីនបណ្ឌិត បាទឥឡូវនេះមានការឆ្នៃអាកៃមករោងវិញក៏ឆ្នៃទៅប៉ុន្តែសំខាន់មានជាមួយនឹង fan នេះមកវិញដូចគ្នា អូ បាទ បាទមិនគេដល់ fan នេះ Yes sir អូ បាទយើងវាសប្បាយជាមួយនឹងបារ៉ាត់ counter អាកៃពេកភ្លេចមើលពេក fan នេះ Yeah បាទចឹងអូខេយកបារ៉ាត់មករោងវិញនេះគ្នាយ៉ាងណាជាមួយនឹងការឆ្នៃមួយនេះគឺធ្វើឲ្យបារ៉ាត់របស់យើងមិនបានលេបអាកៃទោះបីយ៉ាងណាក៏ដោយក៏មិនអាចធ្វើអាកៃអាចកាងចាំងកលើយើងបានដូចគ្នា បាទ បាទនៅតែចំណេញ បាទជាមួយនឹងហានសាណាដែលគាត់យកជាមួយនឹង Master Assassin S2 របស់គាត់ បាទយកមកឥឡូវការប៉ាគ្នាដើមមកមានការតោងទៅរីត្រីអត់ទាន់ទេប៉ុន្តែមួយក្បាច់ដែលតោងនេះយើងស៊ីសัตว์ព្រៃបានដល់ទៅ2ណាបាទជាមួយនឹងបើខៀវក៏ដូចច្បាយតោងដូចគ្នា អាយ៉ា បាទផ្ទះទៅលើទីដើមអូយអស់ flick មួយប្រយ បាទអត់បញ្ហាទេជាមួយនឹងការឆាយ flick ប៉ុន្តែយើងអត់មានជាមួយនឹង flicker នៅក្នុងការយកជាមួយនឹង objective ទី1ទេបាទឥឡូវជាមួយនឹង duo mid lane របស់គេកំពុងតែធ្វើទុកទៅលើច័ន្ទមករាអូយបាទការបោកបញ្ឆោតក៏ដូចជាការចាយ spell នៅដើមម៉ោងមុន objective ទី1នេះគឺក្រុមកម្ពុជារបស់យើងអស់ពី flicker បាត់ហើយ រោមមកតង់ដាច់ទៀតរោមបាងកាយ អូយយើងយកបាន វ៉ាវណៃជាមួយនឹងការលួចសัตว์experience បាទយើងអត់តន់យក all rank ទេណាបាទព្យាយាមយកជាមួយនឹង jungle អស់បានក៏ដូចជា experience grab បាទ grab ក៏បាន grab ក៏បានជាមួយនឹងក្តាមដូចគ្នា Yeah បាទជាមួយនឹង experience Alaska បាទចឹងមួយជាមួយនឹង Goland បាទពីការ Mid lane គេនឹងអាប់បដោយតែគេច្រោមនេះខ្ញុំណាជាមួយនឹងអាកៃនេះរោមអត់មាន level 4ទេបើមកវាយមុនដែរទេគេពេលយើងមានលេបលេងមួយលើកដៃកលែងការលេបទៅលើចាំងកលើទៅចាំងកលើឯនឹងពិបាកលេបបន្តិច បាទអាយ៉ាគេទៅយក all rank ឬក៏មកយកជាមួយនឹង objective បាទបត់ ESP បាត់ ASP នៃការលេបមិនលេបទេវាយតដៃទៅទេតែប៉ុណ្ណោះខណៈពេលគេនៅសល់ flick ដូចគ្នាមកដែរបាទអូអស់លេបបាត់ហើយលេបប្រចាំបង មួយការ rotation របស់គាត់របស់ប្រទេសឡាវ ខាងលើមួយទៅស្វាយម្ដងវាយបដូរជាមួយនឹង Pavin តែមានការដកថយមកវិញតាន់ពេលវេលាបាទអត់បញ្ហានោះទេខណៈក៏មានការ
វាយយកទៅលើតតទៅក្នុងបើងនេះលុកស្វ័យរកជាមួយរ៉ូម៉ាក៏ដូចជា Experiment បើងធានាមកក៏រត់អស់លេង បាទឥឡូវគេអត់ផផលហើយគេអាចចូលមកបាននេះជាមួយនឹងការបោះ cable យក objective ទី1នេះมันមានវត្តមានរបស់ប្រទេសឡាវមកកទេដូចទេបាទជាមួយនឹងថតទី1បានទៅប្រទេសកម្ពុជារបស់យើងក៏ដូចជាបន្តការយកជាមួយនឹង First ចូលទៅកាន់មេកងជាមួយនឹងការមកជួយពីចាន់មករា បាទលឿនខ្លាំងមែនទែនស្ងាត់ការយកជាមួយនឹង objective ថតទី1ពីប្រទេសកម្ពុជាអង្គរវេរីក៏ដូចជាការយកបាន first blood បន្ថែមទៀតគឺចំណេញគុណនឹងចំណេញយកតែម្ដង បាទជាមួយនឹងយុទ្ធសាស្ត្រស្ងាត់កេះឆ្នាំងបាយធ្លុះប្លែមឡាំស៊ីមកខៀលវឹង Yes បាទមកខៀមបាយមិញនេះគឺបានចូលទៅលើមេងកុងទៀតហើយបាទមេងកុងការដកជាមួយនឹងយូសងរបស់គាត់ធ្វើឲ្យគូបដិបកកំពុងតែមានការភ័យខ្លាចខ្លាំងមែនទែនជាពិសេសការីហ្នឹងហ្មងហានសាណាអាចនឹងរត់ចេញពីនាគរីរបស់មេងកុងបានរីកកំណត់បាន បាទតែតសើដែរជាមួយនឹងឡាវហ៊ានឆ្នៃតារាដល់ទៅអាកៃរោមភិចអីណាហ្វេនេះតែយ៉ាងណាក៏ដោយក៏នៅតែមកចូលថតទី1ចោះនោះទេ បាទចឹងស្ងាត់បាទជាមួយនឹងក្រុមកម្ពុជាមិនទាន់មានការប៉ះទង្គិចអីគ្នាខ្លាំងទេពីប្រទេសឡាវ យើងនឹង flow គេលេបមុនទៅដល់ម្ដងលោមែនទេជាមួយនឹងការបន្តមកចាន់ជាប់វាយយកជាមួយនឹងគេដល់ជាមួយនឹងការសៃបាទជាមួយនឹងមេកូននេះគ្នាមានការចាយ flick ចូលជាមួយប៉ុង slow កំពុងស៊ីម៉ាំងការបន្ពេញប៉ៅជាមួយនឹងការដេកតាម slow ដេកតាមវាយជាន់យើងនឹងជាន់ឯងដាក់ជាមួយនឹង skill ទី2ដាក់មកក្រោយបញ្ចប់បង្ហើយលុយរាជាមួយនឹងការទាមកដៃចុងក្រោយពីចន្ទវ៉ាន់ជាអ្នក secure kill វ៉ាវមានការ rotation ចេញពី Pavin មកវិញដូចគ្នាប៉ុណ្ណេះជាមួយនឹងការបានមួយអាស៊ីមិនបាច់មិនបើសិនចូលគ្នាទៅលើ Pavin អាចនឹងចំណេញច្រើនមែនតើជាមួយនឹង goal line មួយនេះប៉ុន្តែយើងមើលជាមួយនឹង goal line របស់គេហានសាណាកំពុងតែគាស់ជាមួយនឹង Seal Threat ប៉ុន្តែបានជាមួយនឹង Crescent Sight បានមកគ្រាប់ប៉ុន្តែពី Hero Kari បាទគាត់គេដុតគោញ៉ាំនៅព្រៃវែងកៅ Pavin យើងស្កាត់មកតាំងអ្នកលឿង បាទមកឆ្ងាយមិនមកបានតែមកចំគេហៅថាចំហាយក្លិនណា បាទបានតែមកកតុយគោក៏បានដែរ ហ្នឹងបាទឈប់ឆ្ងាញ់បង អែមស្រែម យ៉ា បាទធម្មតាណាសឹកចិត្តចោលលុយនៅ Goal Lane ណាដើម្បីដើរមកជួយគ្នានៅក្រោម ហ្នឹងបាទឥឡូវជាមួយនឹងថតទី2មានការ spawn មកវិញដូចគ្នាប៉ុន្តែយើងមើលជាមួយនឹងវត្តមានរបស់ Sin Bandit អាចនឹងមកតាន់ដែរទេអត់មានជាមួយនឹង Pop Boss នៅក្នុងខ្លួនទេ បាទខាងលើ Happy Birthday ទៅកាន់ Sin Bandit អូយគេថយតាន់នេះគ្នាបាទយ៉ាងណាក៏គាត់មាន Spare Flick នេះក្នុងដែរទៅការដល់ថយមកវិញនេះគ្នាបើកនេះលុកណាអីណៃបាទស្វែងរកជាមួយ Target លុកវាយជាមួយនឹង Midland របស់គេនេះគ្នាធ្វើការ Retrieve បើទៅលើ Sin Bandit តាវាមកជាមួយនឹងការវត្តជាមួយនឹងខ្សែក្បាត់វាយលុកជាមួយ Stack ក្រោមដៃរបស់មេងកងជាមួយនឹងការគេទៅលើ Sin Bandit បាត់បង់ចាំងក្លឹបបោកអាបជើងវាយជាមួយនឹងវត្តមានរបស់ Alon ចាំងតាណាជាមួយនឹងការ Sing ដាស់ទៅវិញទៅមកតែអស់ហើយនេះជាលេងមានអីទៅអូយប៉ាសំសាយចង់ទៅណាជាមួយនឹង Alot អត់មាន flicker ធ្វើការបាក់កយកតែម្ដងទោះបីជាការចាក់ Sing ឡើងជាមែនពិតប៉ុន្តែនៅតែក្រុមកម្ពុជាក្នុងការយក kill ទៅលើវត្តមាន Alot ដូចគ្នាផងដែរបាទចឹងជាមួយនឹងក្រុមកម្ពុជាទោះបីជាមិនបានជាមួយនឹងថអីយ៉ាទូសូលចង់វាយជាមួយនឹងមេងកុងផងបាទគាត់មកឆាប់មេងកុងឲ្យមើលនៅក្នុង map ម៉ែមេងកុងវាយច្ដាច់វិញហូរឈាមដូចទឹកយកហ្មងបាទបាញ់មិញមេងកុងដូចជាឡូឈាម 50% បងវាយមកផ្ទុះឈាមពេញបាទសង្ស័យ surprise មកជាន់ knock up ទេបាទលោទៅ knock up ចាំយកហ្មងហ្នឹងអីយកជាមួយនឹងមេងកុងបាទលេងសើចបានណាថ្ងៃនេះកំពុងតែដើម Star of the Day គ្នាបាទមិនបើកភ្នែកមកនាំគ្នានិយាយរឿង mistake ណាបើកភ្នែកមកនិយាយរឿងដើម Star of the Day មកហើយរូបភាពនៃការបាន MVP បានទៅលើ Pavin មួយបានទៅលើច័ន្ទមករាមួយហើយនៅសល់មេងកុងមួយទៀតក្នុងវគ្គនេះអាចបានទៅលើមេងកុងដែរទេប៉ុន្តែការប្រកួតមិនទាន់បញ្ចប់ទេយើងក៏មិនទាន់រាប់ព្រោះដោយសារឥឡូវយើងក៏លេងមកមើលជាមួយនឹង i team របស់គាត់ខាងក្រោមវាយបាក់ជាមួយនឹង Pom C ជាមួយនឹង Hero ដេញតាម solo គេនៅក្នុងបោបើកនេះឬក៏មិនបើកនេះអត់បើកនេះទេវាយអស់ពាក់កណ្ដាលវាយបំបាក់ lane កវត្តចោលតែម្ដង2ស្ដាច់នេះរបស់មេងកុងបាទចឹងជាមួយនឹងការបាន Tier 1 Trade នៅខាងផ្លូវបតំឡែនប៉ុន្តែយើងមើលជាមួយនឹងការចូលទៅបន្ថែមទៀតផបបាំងអូបាទអបបើមួយទៀតរៀងធ្ងន់ហើយបាទវ៉ែននេះអបបើដូចជាអត់មានដៃស្លាបហោះហើរចឹង Hello បាទចាប់ Golan គេមកចាប់អត់បានទេជាមួយនឹងហានសាណាបាទមើលមេងកុងចាំវាយ1 2 3 2 1លូតទៅជន់ក៏លូតបាទអត់លូតទេវត្តខ្សែក្បាត់វាយដៃធម្មតា2-1ជាមួយនឹង Inta វងសាយនៅក្បែរនឹងដូចគ្នាបាទវគ្គនេះបើយើងមើលទៅជាមួយនឹង Hero Fan នេះបើតម្រង់នៃការលេងរបស់គាត់មានតែ Split Pool តែប៉ុណ្ណោះការ control objective គឺពិបាកចូលមែនតើឥឡូវអត់ផុសអាឡូ reset ដាក់ខ្លួនឯងបានចូលជាមួយនឹងបៃតងអត់ដាក់ជន់ក៏គាត់មកខ្សែក្បាត់អាចមាន kill កាត់ឡើងបើកនេះវាយបង្ហើយបើតម្រង់ពីមេងកុងបើកនេះអញ្ចឹងឲ្យជ្រុលហើយយ៉ាអូទីគេបោឡើងត្រូវជាទៅមកទៅខ້ອຍបានហានសាណាបាត់បង់ដូចគ្នាជាមួយនឹងការផ្លូវ top lane
បាទ អូយ mini map អស់អត់តាន់ទេ បាទសូមបញ្ជាក់មកណែនេះអូកាមេរ៉ាមិនខាង Cambodia យើងនេះបើ Cambodia យើងអូមកដាច់ទេ ត្រឹមត្រូវបាទក្រុមការងារយើងល្អ អូជាមួយនឹងទឹកដៃចេញមកពី Aizen ក៏ដូចជា Dolly បាទ បាទ កៃ អូលេបជាប់បាត់ហើយមកលេបដាច់យកមកបាទមិនកាត់តបាច់អីច្រើនទេមកលេបដាច់យកបាត់ហើយ បាទ បាទបាញ់ជាមួយនឹងឡាសេពេលគេដល់ទៅលើភួងផាសំសាយ បាទបណ្ដាយកមើលជាមួយនឹង mini map ពីមេងកុងកំពុងតែកោះ Tier 2 Thread នៅខាងផ្លូវបតំឡែនយកបានជាមួយនឹង Tier 2 Thread នៅខាងផ្លូវបតំឡែនពីកាមេរ៉ាក៏អត់ចាប់ដូចគ្នាផងដែរបាទ Orange បើក៏អស់ Purple បើក៏អស់សម្រាប់ Fanny ក្នុងវគ្គនេះគឺពិបាកក្នុងការហោះខ្លាំងមែនដោយសារតែឥឡូវបើយើងមើលជាមួយនឹង level គឺ level 10ជាមួយនឹងញ៉ែមច័ន្ទវត្តរបស់យើង level 11 បាទអាយ៉ាចូលយកជាមួយនឹងបើខៀវបន្តទៀតឥឡូវនេះជាមួយនឹងល្បែដាច់គ្នាច្រើនមែនតើមានការលេបដែលរបស់យាយលេបនេះហ៊ូចាប់ចាន់នេះជាមកវិញដាច់កាយវាយយកឡង អស់រលេង ឥឡូវឃើញទេ ឃើញ អាកាយបើកាយមែនលេបទាំងកាយចូលពោះខ្ជាក់មកវិញដាច់កាយយក បាទ បាទ ចឹងភ្លាមបើកនេះ នេះ ទៅទៀត ទៅហើយចង់តបជាមួយនឹងប៉មីនេះកុំចូលនេះគ្នាមកពងទៅបាំងដាច់ជាមួយនឹងស៊ីមិនដាច់យកបានជាមួយនឹងអ៊ីនតាវងសាយបង្ហាយបានជាមួយនឹងហានសាណាអូយដាប់គៀចូលទៅកាន់ម៉ៃកងភ្លាមនៅនឹងកន្លែងការហេតុ អូយអាទីបន្ថែមទៀតពីច័ន្ទមករាប៉ុន្តែយើងក៏លេមកមើលជាមួយនឹងស៊ីនបានដិតមិនគាត់ទៅហោះទៅហ៎បងចង់ពុះទៅលើជាមួយនឹងទីដំតែមក passive របស់ Flag of Oasis ឡើងឈាមមកវិញក៏ដូចជាមានការផ្ដាច់ភ្លាមយកតែម្ដង បាទ អូយល្អខ្លាំងមែនទែនចង់បោកដាច់បាញ់មិញនេះមកការបោកបញ្ឆោតពីទីដំគឺ perfect យកហ្មង បាទលងខ្លួន បាទនេះគេហៅថាលងខ្លួនដូចនេះចឹងបាទចឹងជាមួយនឹងឡទី1ដែលមានការ spawn នៅក្នុងរយៈពេល6វិនាទីបន្ថែមទៀតប៉ុន្តែយើងមើលជាមួយនឹង goal វិញ lit 3k 600 បាត់ទៅហើយបាទពីក្រុមកម្ពុជាអង្គរវរាបាទចង់ split pool ប៉ុន្តែក្រុមអង្គរវរាកំពុងតែធ្វើការបិទជាមួយនឹង Fanny មិនឲ្យ split pool បានទេនៅផ្លូវ midland អាចនឹងការយក tier 1 thread មុនយកជាមួយនឹង lot មួយនេះបានឬក៏មិនបាន បាទឥឡូវខ្ញុំកំពុងចាប់ map គេនេះខ្មែរ3 2 1 surprise វាយខ្ញុំមកខ្ញុំមានលេបតានេះកាយខ្ញុំមកនេះកាយខ្ញុំមកខ្ញុំលេបដូចមិនអញ្ចឹងដូចរហូចាប់ចាន់អញ្ចឹងដែរឃើញរហូចាប់ចាន់នេះបាទឥឡូវធ្វើការវាយជាមួយនឹង lot ប្រឡែមធ្វើការបុកជាមួយនឹងផ្ទះបដាដូចគ្នា បាទ ចុះ Inta វងសាយយកដល់ជាមួយនឹង Wishing Lantern ហ្នឹងហើយ បាទចាំមើល load out butterfly garden ហ្នឹងមានការ free retreat ដំណងប៉ែទៅលើច័ន្ទដាវ៉ាន់ បាទឡទី1បានទៅកាន់ក្រុមអង្គរវរាបន្ថែមទៀតអូយផផបទៅហើយបើមិនវាយលឿនទេពីស៊ីមអតីតអត់ផផបរិភោគទៀតអីបាយដល់ស្លាអូទីមីនចាញ់ បាទមិនក៏បានដែរបាទ បាទទីមីនចាញ់ បាទដើម្បី pomit ដើម្បី pomit យេកាយកន្លែងនេះ ភ្លឹបអូស្តាន់ជាប់ថយមួយចង់ឲ្យគេអស់កាយតែគេអត់ប្រើកាយទេមិនបាញ់នេះ អូតែខោទៅហើយពីកាត់ដល់ចាំក្នុងលេបស៊ីជកេខ្ជាជាប់ស្តាន់ទេវាយសមដៃជាមួយនឹងការស្តាន់តែនៅតែអាចយកបានមួយគៀលជាមួយនឹងមេកងដល់ដែរចូលទៅក្នុងវាយរីកែជើងជាមួយនឹងថាវងសាយយកបានជាមួយនឹងផមយកបានគ្រប់យ៉ាងដល់ម្ដងបាទស្វែងរកឃើញអត់ឃើញទេ អូយកាអីមញុតស្គៀមបាញ់មិញពីចុះញ៉ាំចាន់បាំងគឺផ្លេចយកមក មេងកងមានការសែវយកដល់ម្ដងពីទីដល់មិនអាច shut down មេងកងបានទេអូដាច់បាត់ហើយមកទីពីច័ន្ទមករា បាទមិនថាខាងឡើងលេងមិនទាន់ក្រុមអង្គរវរាយើងណាសំបីតែអ្នកអូសកាមេរ៉ានៅសិង្ហបុរីក៏អូសចង់ទាន់ដែរបាទឡតដល់ទៅបងយកបាន tier 3នៅផ្លូវបតំឡែនក៏ដូចជាកន្លែងនេះជាមួយនឹង lot គេ clear បានបាត់ហើយបាទពីសវត្តភួងសវត្តអាចនឹងធ្វើការ cover ជាមួយនឹងការកៃដើម្បីទប់ឲ្យបើសមួយនេះបានឬក៏មិនបានតែបើសដូចលេងហ៊ានចូលហើយបង បាទឥឡូវវគ្គនេះចាំមើលអាយ៉ាចាប់ស្តាន់ជាប់វាយ free ដល់ទៅលើរ៉ូម៉ូរបស់គេដល់ពេលអើយចូលមកលេបដល់ពើងប៉ាំងដាច់ភ្លាមជាមួយនឹងដដើមគៀលគ្នាអត់ឈ្នះទេទៅលើវត្តមានរបស់ច័ន្ទមករាឥឡូវកំពុងតែមានការដដើមគៀលគ្នាមិនថាទីដាំផាវិនក៏ដូចច័ន្ទមករាដដើមជាមួយនឹង player star of the day បាទអត់ទាន់អាចវាយទេបានទេលេងមួយមីនគេកាត់វាយតែ hero សិនទៅទេម្នាក់ម្ដាយពីរមើលគេកាយយ៉ាត់គេកាយចូលផ្ទះបាទអើយគេកាយចូលផ្ទះឥឡូវញីកាយជើងយកមីកាយជើងដាក់ជាមួយនឹងប៉ាវិនមួយ knock up បោកវាយបន្តដាក់ជាមួយនឹងផានសវត្តបន្តទៀតបាទធ្វើការវាយនៅមុខនឹងម្ដងទាញជាមួយនឹងខាងបោលមកកន្លែង PK បោលធ្វើការដល់ថយចូលផ្ទះជាមួយវត្តមានរបស់
តែគួរមក បាទភ្លាមជាមួយនឹងកែផាវិនយើងដាច់បាត់ហើយ shutdown ទៅបាញ់មិញដូចជាចូលគ្នាទៅលើហានសាណាដូចគ្នាប៉ុន្តែដូចជាមានការ spawn ក្នុងរយៈពេលមួយបន្តិចទៀតតែប៉ុណ្ណោះជាមួយនឹងមុននឹងការយក lot ទី2ប៉ុន្តែយើងក៏បានជាមួយនឹង tier 3នៅខាងផ្លូវ mid lane ក៏ដូចជា bottom lane នៅសល់តែ tier 3នៅខាងផ្លូវ top lane តែប៉ុណ្ណោះពីសមាជិករបស់ប្រទេសឡាវបាទ Fanny Sin Bandit នៅក្នុងវគ្គនេះមិនទាន់រកខៀវបានទេក៏ដូចជាបោះវិញគឺពិបាកក្នុងការចូលខ្លាំងមែនទែនក្នុងការ surprise last pick Fanny នេះគឺប្រទេសឡាវ បាទ គាត់អ្នក surprise តារាខ្លួនឯង បាទដែលបាននិយាយការ surprise ធ្វើទៅដល់តារាធំប៉ុន្តែត្រូវឲ្យដៃរបស់យើងគឺអាចលេងបាន brilliant នេះគ្នាតែមានន័យថាលេងបានយ៉ាងច្រើនសម្បូរបែបតែបើសិនជាយើងលេងអត់បានទេបានន័យថាបានតារាចេញមែនប៉ុន្តែយើងត្រូវតែលេងឲ្យបានបើលេងបានក៏មិនអាចធ្វើបានល្អដូចគ្នា ដឹងអត់បងដឹងអត់ បាទអឃើញនឹងអាប់កាយតែមានការលុបមួយដែរតែជាមួយនឹងការបោកបាយឡើងជាមួយជាសដែរជាមួយនឹងផាវិនមួយអត់បញ្ហានៅខាងក្នុងមានការតដៃមួយនេះគ្នាតោងចេញមកក្រោយនេះខ្ញុំណាជាមួយរត់របស់ចាន់បានបើនេះពីមីកងលើជន់កោបជាមួយនឹងខ្សែក្បាត់វាយជាមួយនឹងស្តេកជន់កោបទៅថែមមកខ្សែក្បាត់ទៀតផ្ទុះស្តេកឡើងជាបែកណាតែមានជាមួយនឹងឡាសៀហ្វ្លេងពីចានមេក្រាយកបានពីខៀសងវិញនេះខ្ញុំណាបន្តចោលជាមួយនឹងចាន់ដាវ៉ាន់ទៅបន្ត2ដល់ជាមួយនឹង2បាទបាញ់មិញនេះជាការធ្វើប្រហែសរបស់កែផាវិនដែលគាត់អត់ដឹងថាសមាជិករបស់ប្រទេសឡាវគាត់នៅក្នុង2 hero ស្មានដល់ បាទស្មានដល់ទេព្រោះដោយសារយើងចូលទៅដល់ orange របស់គេហ្នឹងបាទអញ្ចឹងការធ្វើប្រហែសមិនតិចតួចធ្វើឲ្យជាមួយនឹងការយក lot នេះរៀង delay មិនតិចបាទប៉ុន្តែនៅតែថិតថេរដដែលទេព្រោះដោយសារ goal យើងនៅសល់ lead ជិត 5k ដូចគ្នាបាទលេងឡើងដូចវគ្គដែលមានlogia ហ្នឹងមិញហ្នឹងហើយមកសងម្ដងហ្នឹងមិញស្ដាយដែរមាន flick បើមាន flick រត់រួចបាត់បាទតែអត់មាន flick បាទព្រោះដោយសារនៅពេលដែលកាយជាប់ជាងនោះយើងអាច flick បានបាទ flick ហ្នឹងអារបស់ដែលចុចភ្លាមចាញ់ភ្លាមហ្នឹងគឺចេញអស់លេបជាប់ហើយចាំតានេះជន់វាយដាក់ជាមួយនឹងឡាសៀបោកបដាច់យកតែម្ដងតែមានការចាយ flick រត់ទីខ្លួនបាត់អូជាមួយនឹងចាន់បានឡអូគេ free 3បាត់ហើយជាមួយនឹងសិនបណ្ឌិតអូនមកចេះលេងមួយលើដៃគេបាត់ពីទីដើម absolute រងភាពយន្តបើកជាមួយនឹងក្រោកភ្លាមដាច់ភ្លាមចែកគ្នាម្នាក់មកគ្នាធ្វើការបុកផ្ទះយកឬក៏យ៉ាងណា scale map វាយជាមួយនឹងភួនសវត្តបន្តទៀតដូចគ្នាបាទលោម៉ានេះដើរមកផ្លូវបតំលែនប៉ុន្តែជាមួយនឹងសមាជិករបស់ក្រុមកម្ពុជារបស់យើងអង្គរវេសល់3នាក់ក្នុងការទប់ជាមួយនឹង lot មិនជាបញ្ហាសម្រាប់គាត់ទេផ្ទុះសល់អត់បងបាទផ្ទុះហ្នឹងហើយនេះមកប៉ុន្តែអត់ដាច់ដូចគ្នាបាទ lot clear free តែស្ដាយបាយមិញជាមួយនឹងការបោកវាយទៅលើវត្តមានរបស់សំសាយបោកអត់ដាច់បាទដោយសារតែគេ final slash ចាក់មកវិញឡើងឈាមមកបាទអញ្ចឹងទៅធ្វើការដកថយចាយមក flicker រួចខ្លួន lot ទី2បានទៅប្រទេសឡើងមែនប៉ុន្តែយកអីអត់បានច្រើនទេបាទសម្រាប់ប្រទេសឡាវបាទឥឡូវអ្នកដែលមាន kill ច្រើនជាងគេ shut down អស់ណានៅសល់តែសវណ្ណច័ន្ទមករាមួយទេបាទ KDA 40 assist 13បាទបើបាទហួងសវណ្ណបាទស្ងៀមស្ងាត់បន្ទុកខៀលនៅក្នុងរយៈពេល15នាទី23ទល់នឹង7ខៀល goal lead សល់ត្រឹម 2k 6តែប៉ុណ្ណោះបាទផបកន្លែងនេះបើវាយ team fight ដែរទេបងបាទខណៈពេលដែល level 15ស្មើគ្នាដូចគ្នាប៉ុណ្ណេះបាទអត់អីទេយកជាមួយនឹងបើខៀវខណៈពេលដែលមានការទាញបើខៀវចាញ់មកនៅកន្លែងនេះផុតដៃហើយទៅហើយមិញកុំជួបមិញកុំអីបាទវត្តមកខ្សែក្បាត់លេងហ្នឹងបាទអាយ៉ាបានទៅវិញអាយ៉ាអត់មានផបទេឥឡូវ win of nature បានចូលទៅលើ Pavin ថាមិនចង់ពាក់ win ទេប៉ុន្តែគេបង្ខំឲ្យយើងលេងជូវៈត្រឹមត្រូវហើយបងបាទចាយពេលរៀងយូរបាញ់មិញបើសិនជាយើងមើលទៅជាមួយនឹងការបញ្ចប់វគ្គត្រឹម1 lot អីលឿនអាចនឹងល្អសម្រាប់ក្រុមកម្ពុជាដូចគ្នាបាទឥឡូវយើងមើលជាមួយនឹង Han Sana ក៏ KD របស់គេក៏មិនជាអាក្រក់អីប្រហែលទេក៏ជាមួយនឹងការមាន win of nature បន្ថែមទៀតប៉ុណ្ណេះបាទអាយ៉ាចង់ចាប់ជាមួយនឹងចង់កលអត់បញ្ហាដូចគ្នាអាចបើកៃកាត់តជាមួយនឹងបារ៉ាត់បានគ្រប់ពេលវេលាមេងកុងកីឡាករស្លាប់ស្ដាំចាំតែលើកដាច់ដើម្បីហក់តែម្ដងជួបជាមួយនឹងមេងកុងបុកវាយយកដែរទេអត់បុកវាយទេប្រែមប្រយពីសិនបណ្ឌិតបាទស្ងប់ស្ងាត់ជាមួយនឹង lot នៅសល់រយៈពេល55វិនាទីបន្ថែមទៀតពីប្រទេសឡាវអត់ហ៊ានចេញពីផ្ទះទេបាទលក្ខណៈថាចេញក្រៅដីអាចនឹងក្រុមកម្ពុជារបស់យើងវាយហើយអញ្ចឹងឥឡូវ Immortal បានចូលទៅលើភួងសវ៉ាតបាទបាយមកថតទី1បាទសម្រាប់កៃតែមានការសុំពេលមួយសិនបាទដោយសារតែមានការយកដៃទៅប៉ះជាមួយនឹងបាល់ឥឡូវទៅការពិន័យ13ម៉ែត្របាទវ៉ាវអូខេបាទរូបភាពមួយនេះយើងមើលទៅជាមួយនឹងវគ្គទី1ការប៉ះជាមួយនឹងប្រទេសឡាវក៏យើងអត់សូវលេងជាពូកជ្រុលអីប្រហែលដែរសម្រាប់ពូហេរ៉ូទៅលើក្រុមកម្ពុជារបស់យើងក៏មិនសូវចេញច្រើនដូចគ្នាឆ្នៃបានអត់ប៉ុននៅខាងក្រោមបាទឡតស្ពននៅខាងលើមាន pressure ទៅតំណងយកហ្មងបាទយើង free lot ដល់ងាយស្រួលបាទអត់អីយើងចាំតែឃើញ map carry គេតែគួរព្រោះដោយសារតែ carry មានដាស់ឃើញ
ពីតាំងមែនប៉ុន្តែរត់អត់ផុតពីធាតាណា បាទ បើសិនជាធាតាដាក់អាទីកូនកាណាដាពងគ្រួចអូខេ បាទរូបភាពមួយនេះ បដាច់យកតែម្ដងតែមានការចាយហ្វ្លីករត់ទីខ្មៅបាត់អូជាមួយនឹងចាន់វ៉ាន់អូគេ free retreat បាត់ហើយជាមួយនឹងសិនបណ្ឌិតអញមកចេះលេខ1លើដៃគេបាត់ពីទីដើម absolute រងភាពយន្តបើកជាមួយនឹងក្រៅភ្លាមដាច់ភ្លាមចែកគ្នាម្នាក់មកខៀលធ្វើការបុកផ្ទះយកឬក៏យ៉ាងណា scale map វាយជាមួយនឹងភួនសវត្តបន្តទៀតដូចគ្នា បាទលោមកនេះដើរមកផ្លឹបបតំលែនប៉ុន្តែជាមួយនឹងសមាជិករបស់ក្រុមកម្ពុជារបស់យើងអង្គរវេសល់3នាក់ក្នុងការទប់ជាមួយនឹងឡតមិនជាបញ្ហាសម្រាប់គាត់ទេផ្ទុះសល់អត់បង បាទផ្ទុះហ្នឹងហើយនេះមកប៉ុន្តែអត់ដាច់ដូចគ្នា បាទឡត clear free តែស្ដាយបាយមិញជាមួយនឹងការបោកវាយទៅលើវត្តមានរបស់សំសាយបោកអត់ដាច់ បាទ បាទដោយសារតែគេ final slash ហើយចាក់មកវិញឡើងឈាមមក បាទ បាទអញ្ចឹងទៅធ្វើការដកថយចាយមក flicker រួចខ្លួនឡតទី2បានទៅប្រទេសឡើងមែនប៉ុន្តែយកអីអត់បានច្រើនទេបាទសម្រាប់ប្រទេសឡាវ បាទ បាទ ឥឡូវអ្នកដែលមានខៀលច្រើនជាងគេ shut down អស់ណានៅសល់តែសវណ្ណច័ន្ទមករាមួយទេ បាទ បាទ KDA 40 assist 13បាទ បើបើ បាទភួងសវត្តបាទស្ងៀមស្ងាត់បន្ទុកខៀលនៅក្នុងរយៈពេល15នាទី23ទល់នឹង7ខៀល goal lead សល់ត្រឹម 2k 6តែប៉ុណ្ណោះបាទផបើកន្លែងនេះបើវាយ team fight ដែរទេបង បាទខណៈពេលដែល level 15ស្មើគ្នាដូចគ្នាប៉ុណ្ណេះបាទអត់អីទេយកជាមួយនឹងបើខៀវខណៈពេលដែលមានការទាញបើខៀវចាញ់មកនៅកន្លែងនេះផុតដៃ ហើយទៅហើយមែនកុំជួបមែនកុំអី បាទវត្តមកខ្សែក្បាត់លេងហ្នឹង បាទ អាយ៉ាបានទៅវិញអាយ៉ាអត់មានផបើទេឥឡូវ win of nature បានចូលទៅលើ Pavin ថាមិនចង់ពាក់វិញទេប៉ុន្តែគេបង្ខំឲ្យយើងលេងជូវៈ ត្រឹមត្រូវហើយបងបាទចាយពេលរៀងយូរបាញ់មិញបើសិនជាយើងមើលទៅជាមួយនឹងការបញ្ចប់វគ្គត្រឹម1ឡតអីលឿនអាចនឹងល្អសម្រាប់ក្រុមកម្ពុជាដូចគ្នា បាទ ឥឡូវយើងមើលជាមួយនឹង Han Sana ក៏ KD របស់គេក៏មិនជាអាក្រក់អីប្រហែលទេក៏ជាមួយនឹងការមាន win of nature បន្ថែមទៀតប៉ុណ្ណេះ បាទអាយ៉ាចង់ចាប់ជាមួយនឹងចង់កលអត់បញ្ហាដូចគ្នាអាចបើកកៃកាត់តជាមួយនឹងបារ៉ាត់បានគ្រប់ពេលវេលាមេងកុងកីឡាករស្លាប់ស្ដាំចាំតែលើកដាច់ដើម្បីឲ្យហក់តែម្ដងជួបជាមួយនឹងមេងកុងបុកវាយយកដែរទេអត់បុកវាយទេប្រែមប្រយពីសិនបណ្ឌិត បាទស្ងប់ស្ងាត់ជាមួយនឹងឡតនៅសល់រយៈពេល55វិនាទីបន្ថែមទៀតពីប្រទេសឡាវអត់ហ៊ានចេញពីផ្ទះទេបាទលក្ខណៈថាចេញក្រៅដីអាចនឹងក្រុមកម្ពុជារបស់យើងវាយហើយអញ្ចឹងឥឡូវ Immortal បានចូលទៅលើភួងសវត្តបាទបាយ Immortal ទី1បាទសម្រាប់កៃតែមានការសុំពេលមួយសិន បាទដោយសារតែមានការយកដៃទៅប៉ះជាមួយនឹងបាល់ឥឡូវទៅការពិន័យ13ម៉ែត្របាទ វ៉ាវ អូខេ បាទរូបភាពមួយនេះយើងមើលទៅជាមួយនឹងវគ្គទី1ការប៉ះជាមួយនឹងប្រទេសឡាវក៏យើងអត់សូវលេងជាពូកជ្រុលអីប្រហែលដែរសម្រាប់ពូហេរ៉ូទៅលើក្រុមកម្ពុជារបស់យើងក៏មិនសូវចេញច្រើនដូចគ្នាឆ្នៃតែបារ៉ាត់2វគ្គឯងបារ៉ាត់ហ្នឹងចេញតាំងវគ្គទី1បាទគូទី1បាទ បាទឥឡូវមកដល់គូទី2របស់យើងចេញបារ៉ាត់ដែរតែមិនមែនបារ៉ាត់ Experience Land ទេ បាទ បារ៉ាត់ Jungler ការ surprise ដក Fanny មកមួយទៀតក៏ថ្មីសម្រាប់ប្រទេសឡាវដូចគ្នា បាទតែលេងអត់ទាន់បានត្រូវដៃគ្នាសម្រាប់ខាងប្រទេសឡាវ បាទ shot out នេះខ្ញុំដែរពួកគាត់ធ្លាប់មកប្រទេសកម្ពុជាយើងច្រើនដងសម្រាប់ line up របស់ឡាវនេះណាបាទមិនថាមកនៅក្នុងកម្មវិធីនៃការប្រកួតដូចជាណៃមានមក MSC បាទធីមទៀតបានមក SEA Games ហើយក្រុមហ្នឹងក៏មកកម្ពុជារបស់យើងកន្លះឆ្នាំមុននៅក្នុង Express Mekong Warrior ដូចគ្នាហើយនៅពេលដែលគាត់ទៅវិញហ្នឹងគាត់បានបង្កើតតំណែងតំណងល្អមែនទែនជាមួយនឹងសមាជិកក្រុម Galaxy Legend បាទ ចឹងឲ្យតា Galaxy Legend មានគូកណាត់ឬក៏ខាងគាត់មានគូកណាត់គេធ្វើវីដេអូ surprise គ្នាទៅវិញមកអូក្រុម TikTok បាទសบาย best friend របស់ Amara អូខេបង best friend Amara បាទចាឥឡូវជាមួយនឹងក្រុមកម្ពុជារបស់យើងកំពុងតែគេហៅថាគ្របដណ្ដប់ទៅលើប្រទេសឡាវហើយភាគរយនៅក្នុងការយកលបមួយនេះបើសិនជាក្រុមកម្ពុជាគាត់ធ្វើបានល្អអាចនឹងវាយផ្ដាច់ទៅលើសមាជិកប្រទេសឡាវដូចជាអាឡុតអីមួយអាចនឹងល្អសម្រាប់គាត់បាទcloud យើងវាយយ៉ាបាទមានមានហ្នឹង God អត់ខំទេដល់នេះបាទតែត្រូវតែអាឡុតដាច់អាល់ទីធម្មតាបាទអាឡុតអាចនឹងដាច់អាល់ទីនេះគ្នាបាទតែមិននឹងស្ដាយដែរស្ទើអាល់ទីរបស់ God ស្ទើមិនតិចប៊ីនឹងដាច់ជាមួយនឹងសំសាយបាទគាត់ conflict ទៀតហ្នឹងហើយបាទអត់ដល់ដោយសារតែបាញ់មិញហ្នឹងអាលបងជាងឡតហ្នឹងវាធំពេកបាទមកអាល់ទីហ្នឹងផុតត្រឹមហ្នឹងបាទអស់ហើយអស់ដៃត្រឹមហ្នឹងបាទ position គាត់ safe ជាមួយនឹងសវណ្ណច័ន្ទមករាយើងឃើញធម្មតាពេលនេះមួយ kill ទៅលើសវណ្ណច័ន្ទមករាអត់តណាយកបានទេបាទ
ตอนนายบ้านนั่นนะ បាយโซน ให้ก้อนได้ชิมมันตอนติงไอทีมดีเฟนในเคลียร์ បាទ บริษัทก้อนตอนดันมาดองอ่ะ បាទ จังมันก็ก้อนติงดอดีเฟนทอมมาไหน បាទ ป่า ហ្នឹងបើសើមាន winter crown ទៀតអាចនឹងហានិភ័យ เฮ้ ចំឡងពេលដែល winter crown ឲ្យបថោងតោងស្បៃហ៎ចុចឲ្យហើយចាំចុចកកលើហ្នឹងបានអត់ ได้ชิบบัดได้มาตายได้ชิบบัดได้มา ហ្នឹង ตาย ហើយបិទអស់ហើយ ป่า តាហោះហើយ ป่า flicker ក៏ចេញដែរ ป่า ហេហោះហើយផ្ដាច់ចង់ cancel ហើយកើតយកហ្មង ป่า បាទលក្ខណៈថាចងកអស់ទៅហ្មង ตายอัลตีกันเบอร์หลังชวาด ហ្នឹងហើយ อัลตีหลังชวาด រេហ្មង រេដល់នេះ อัลตีหลังชวาด បាទ ដូចជា God ហ្នឹងឯងពេលត្រូវជាមួយនឹងគាត់ពង laser ទៅឲ្យតែមាន Franco ហុកអីឡងវល់ไปហ្នឹងហើយឡើងកវីកវត្តไปហ្នឹង បាទ បាទ លក្ខណៈធ្ងន់ពេកអាល់ទីហ្នឹង បាទ laser ហ្នឹងធ្ងន់ពេកយកហ្មងបង បាទ តែមានតែកំបោមួយអូដេទេសម្រាប់ម៉ាទីដាដែលវារូបភាពនៅក្នុងការប្រើ skill ហ្នឹងវាអញ្ញែឲ្យស៊ីយកហ្មង ចុះ Johnson ចំសុនជីឡានបើកអាទីបានដែរ ចុចចូលឡានទៅហ្មង នៅសាលាអា ឃើញ ទី វីដេអូក្នុង TikTok ហ្នឹងក្នុង RT ហ្នឹងជីទៅដូចលខែបាំងឆាត់ហ្នឹងវ៉ែវឈីឡានទៅ RT ODC ไปហ្នឹងត្រឺ ថាដែរប៉ះហើយបង ខ្ញុំ ឃើ ឃើញ ញតែវីដេអូឯង ហ្នឹងហើយ ខ្ញុំឃើញតែវីដេអូដូចគ្នា បើខ្ញុំលេង solo ហ្នឹងអាហ្នឹងតើយើងលេង5មិនជួប បាទ លេង3អីលេង3លេង5ជួបហើយលេង solo អត់ជួបទេ បាទ បាទអូ solo ខ្ញុំ experience ជួបសើ Ager ស្អី បាទ អ្នកលេង3គ្មានថ្ងៃយល់ ហើយខ្ញុំវិញ solo ជួបសាមីយ៉ារ៉ូម អ្នកលេង5គ្មានថ្ងៃយល់ អត់ទេឥឡូវក្នុងផែឥឡូវខ្ញុំលេងជាមួយនឹងវគ្គរ៉េងឥឡូវយើងចូលវិញបាទជាមួយនឹងការប្រកួតរបស់យើងគឺបើកការ post មកវិញហើយបាទក៏ដូចជាក្រុមកម្ពុជារបស់យើងកំពុងតែធ្វើការនាំមុខទៅលើប្រទេសឡាវបាទកុំឲ្យស្ងាត់ក៏សូមសំលេងជូនទៅដល់ក្រុមកម្ពុជាមួយមក បាទហើយបើសិនជាអ្នកដែលទស្សនាកុំឲ្យតនេដៃយើងក៏ឥឡូវនេះជាមួយនឹងអង្គរវរាកំពុងតែរនឹកជាមួយនឹង fandom ឈ្មោះ fan ដូចគ្នា បាទ អញ្ចឹងមានច្បាល់អីខមមិនឲ្យពេញ live stream ហ្នឹងមក តាមទៅ ដែលម្សិលមិញខ្ញុំកំពុងលេងមួយ fan អារឿងអីគេ2ទល់នឹងអី បាទ អូចេញមក2ទល់នឹងមីយ៉ា2ទល់នឹងណាតាលី2ទល់នឹងអីណាពេញហ្នឹង បាទ អូ2ទល់នឹងអីណា Arsenal Champion League ណាហើយបាទឥឡូវនេះយើងចាំមើលនេះខ្ញុំថាអ្នកខមមិនរបស់យើងមានច្បាល់អីទៅលើ fandom របស់អង្គរវរាបាទយើងទៅការឈ្មោះ fandom មួយដែរណាបាទចឹងបង admin មើលលេងអង្គរមានឈ្មោះអីឡើយបាទភ្លាមៗមានការចាប់ស្តាន់ជាប់បើក map ជាមួយនឹង Romer របស់គេចាំមើលចូលចរកបចូលជាមួយនឹងអាខៃភួនសាវ៉ាត់បាទមីនៀនកដាកំពុងតែរលយើងឃើញ map Goland គេដូចគ្នាប៉ុន្តែយើងចាំមីនៀនក្រោមរលមួយទៀតបានចំណេញកប់សេរី ស្ដាយណាបងតែ lot spawn នៅខាងក្រោម បាទ បើ lot spawn នៅខាងលើមាន pressure ទៅតំណងយកហ្មង បាទ បើយើង free lot ដែលងាយស្រួល បាទអានេះយើងចាំតែឃើញ map carry គេតែគួរព្រោះដោយសារតែ carry មានដាស់ ឃើញហើយ ពីរតង់មែនប៉ុន្តែរត់អត់ផុតពីមធាដែរណា បាទ បាទសិនជាមធាដាក់អាទីគាត់កាន់តែដាស់ពងគ្រួចចេញកាន់តែច្រើននេះគ្នាបាទឈុតរត្រីដោយនឹងការឡើងតែយើងដូចអត់ចង់រត្រីដោយទេមេងកងកំពុងដឹកនាំតបបុកមួយឈ្មោះនៅ Midland ធ្វើការលួចស៊ីផ្ទះមេងកងវាយផ្ទះហើយតែមេការយកជាមួយនឹងបាត់មានបាល់វាយផ្ទះអត់មានស្ពតវាយផ្ទះឈីនេះរត់បាយឡើងទៅ វាយហើយវត្តបក្សារបស់ជន់ក៏វាយបន្តទៀតមេការទៀតចូលក្នុងទឹកមានអកដាក់ជាមួយនឹងមេកងបាយជាមួយនឹងកាយធ្វើការលេបតក៏បន្តបាញ់ឡាទេបាទបើជាមួយស៊ីនបណ្ឌិត4 ទៅនឹង 4 តែបន្តមកចាប់លនក្បាលមកដល់រំញីកែជើងពួកយើងរំញីកែជើងដាក់ជាមួយជីវិត2-1មានការស្តាន់ផ្ទះមកវិញនេះគ្នាផ្ទះនៅ final ណាឡាជាបន្តលេបមួយវាយបដូរមួយបន្តទៀតបន្តមកចាប់មេនរបស់យើងហើយគ្នាថយសិន បាទសៅ3នេះលោឈៀមកន្លែងនេះជាមួយនឹងការចុច winter crown បង មិនได้ចង្រៃស៊ីប៉ែតនកំតស៊ីប៉ែបានពិចិនមករា shut down បាទទៅហើយទៅលើចាន់មករាមានការឆោវាយពីផាវិនដូចគ្នាបានមានការឆោវាយជាមួយនឹង goal ឡើងទៅ goal វាយយើងវាយហើយវាយជ័យជំនះនៅក្នុងវគ្គទី1គឺបានទៅលើប្រទេសកម្ពុជាអង្គរវរា ដល់យើងសងលុយស៊ីផ្ទះទៀតនេះអូញ៉ែសាច់យកនាគរាជស៊ីផ្ទះហើយបើកនាករត់ធម្មតាតែមិនមែនអត់រត់ទេណាបោកវាយ25បោកវាយយកមក ឲ្យលោកគ្រូណាកាភិកសុនហ្មងអត់ ហ្នឹងហើយ បាទ បើសុននឹងក្លុកពេញហ្នឹងមកនេះ បាទអត់ទេមិញនេះសាកាត់ចិត្តដាច់ បាទ លួចឲ្យធីមតែងចោលទាំង3ហ្នឹងទិញទីមេមកវាយផ្ទះដាច់បាទ ធម្មតាហើយបង កាត់ចិត្តដាច់ អត់ហ៊ានដែរ អត់ហ៊ានបើលេងរែងមិញទៅនេះបើលេងរែងអាខ្វិនវិញអាអូរ៉ាខលអាដូមិនអីហ្នឹងលក់រត់ចោលខ្ទេច
បាទ ទិញ Win Talker មួយមកទិញអាដក Golden defense Star ធំមួយមកបបវាយតែខ្ទេច បាទចឹងនៅក្នុងវគ្គទី1ការបញ្ចប់វគ្គរបស់យើងគឺរយៈពេលវេលារៀងគួរសមដែរប៉ុន្តែយើងមើលជាមួយនឹងការច្នៃ emblem សម្រាប់Hansana របស់គេដាក់ Master Assassin ក៏ដូចជា item វិញ full item អស់បាត់ហើយមិនមានការលក់ជាមួយនឹង Winter Crown ទិញជាមួយនឹង Rose Gold ផងអត់លក់ item មកសម្រាប់មេងគង់បើមិនសិនជាដាក់ជាមួយនឹង Winter Crown តាមអាក្របវាយធាក់ដាច់បាត់ទេ បើលេងរែងលក់ចោលទាំង4នេះបើលេងរែងលក់ចោលទាំង4នេះ យ៉ា បាទ បាទការបញ្ចប់វគ្គនៅក្នុងវគ្គទី1 19នាទី7វិនាទីក៏ដូចជា goal វិញ 61k ទល់នឹង 58k ដឹងបើយត់បើលេងរែងចិត្តជាងគេ Win Talker ស៊ីហាបើអាហ្នឹងសិតតែវាយលឿនហើយបូកឌីមេក បាទ តែពីរហ្នឹងមកអារតីទៅទិញដើរវិធោ បាទអត់ទេខ្ញុំដាក់គុណ stake មួយទៀត Jordan Star Oh my god ដែលយូសងលួយત્યાંនឹងនិយាយថា VP បានទៅលើទីឧត្តម Wow ជាមួយនឹង emblem សិតតែ movement speed បាទដូចMarcel ដែរ យ៉ាបងបាទជាមួយនឹង spell flicker ក៏ដូចជាitem របស់គាត់មានជាមួយនឹងសភៅក៏ដូចជា blood wing oracle